ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាព្រះធុបនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះដុកទ័រសុនសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាព្រះធុបនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាអំពីវិធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីបញ្ហាជំងឺរោគស្ត្រីបាទអញ្ចឹងតើតើបញ្ហាជំងឺរោគស្ត្រីដែរបាទថ្ងៃនេះយើងមានវិធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងនិយាយអំពីអាការៈចាញ់កូន បាទអញ្ចឹងតើតើនៅអាក្រក់ចាញ់កូនដែរបាទថ្ងៃនេះយើងមានវិធានបទថ្មីដែលយើងចង់និយាយហ្នឹងគឺវិធីបំបត្តិអាការៈចាញ់កូនដែលភាសាអង់គ្លេសយើងហៅថា how to control morning sickness បាទយើងឃើញនៅពេលបច្ចុប្បន្នគឺបញ្ហាចាញ់កូនហ្នឹងគឺជាបញ្ហាមួយដែលយើងឃើញញឹកញាប់លើស្ត្រីមានផ្ទៃពោះផងដែរបាទយើងចង់ដឹងថាតើវិធីបំបត្តិអាការៈចាញ់កូនហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើអ្នកនាងសូមស្ដាប់ការបកស្រាយពីខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅ បាទអញ្ចឹងមេត្តាក្នុងថានេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺដើមទី2មូលហេតុអាការៈចាញ់កូននិងទី3គឺវិធីបំបត្តិអាការៈចាញ់កូនបាទយើងចង់ដឹងថាតើអាការៈចាញ់កូននឹងបណ្ដាលមកពីមូលហេតុអ្វីខ្លះហើយវិធីបំបត្តិអាការៈចាញ់កូននឹងគេត្រូវធ្វើយ៉ាងណាខ្លះដែរបាទយើងចង់ដឹងតើអ្នកនាងសូមស្ដាប់ការបកស្រាយជាបន្តទៅទៀត បាទអញ្ចឹងយើងមើលស្អីផ្ដើមអាក្រក់ចាញ់កូនកើតចំពោះស្ត្រីមានផ្ទៃពោះនៅខែទី1ហើយបន្តទៅខែទី3ឬក៏ខែទី4ស្ត្រីខ្លះគឺអាចចាញ់រហូតដល់ពេលសម្រាប់កូនផងដែរអាក្រក់ភាគច្រើនគឺយើងឃើញមានចង្អោរនិងក្អួតនៅពេលព្រឹកព្រលឹមបាទអានោះហើយបានគេហៅភាសាអង់គ្លេសគេហៅថា morning sickness ហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើមូលហេតុអាក្រក់ចាញ់កូនតើអាក្រក់ចាញ់កូនហ្នឹងបណ្ដាលមកពីមូលហេតុអ្វីខ្លះ បាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលមូលហេតុអាក្រក់ចាញ់កូនទី1គឺមកពីស្ត្រីមានផ្ទៃពោះហ្នឹងគាត់ធំក្លិនមួយចំនួននិងអាហារមួយចំនួនបាទអញ្ចឹងអាហារមួយចំនួនវាឆួលវាហឹរបាទវាធំក្លិនអាចធ្វើឲ្យស្ត្រីហ្នឹងមានអាក្រក់ចាញ់កូនកើតមានឡើងផងដែរយើងមើលជាបន្តទៅទៀតតើតើមូលហេតុអាក្រក់ចាញ់កូនទី2គឺតើតើនឹងការអស់កម្លាំងជាងធម្មតា បាទអញ្ចឹងដោយសារបម្រែបម្រួលអរម៉ូននៃការមានផ្ទៃពោះអាចធ្វើឲ្យស្ត្រីមានការអស់កម្លាំងជាងធម្មតាអញ្ចឹងអាការៈចេញកូនក៏យើងសង្កេតឃើញកើតមានឡើងផងដែរយើងមើលជាបន្តទៀតតទៅមូលហេតុអាការៈចេញកូនទី3គឺស្ត្រីមានការតានតឹងចិត្តនិងថប់អារម្មណ៍បាទអញ្ចឹងបញ្ហាតានតឹងចិត្តនិងថប់អារម្មណ៍ stress ហ្នឹងអាចធ្វើស្ត្រីហ្នឹងមានអាការៈចេញកូនខ្លាំងផងដែរ បាទអញ្ចឹងយើងមើលជាបន្តទៀតតើតើមូលហេតុអាការៈចេញកូនទី4គឺស្ត្រីកង្វះវីតាមីនឬក៏សារធាតុរ៉ែមួយចំនួនបាទអញ្ចឹងអាចធ្វើឲ្យស្ត្រីហ្នឹងកើតមាននៅអាការៈចេញកូននោះផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតើតើមូលហេតុអាការៈចេញកូនទី5គឺតើតើនឹងការមានកូនភ្លោះបាទអញ្ចឹងការមានកូនភ្លោះនោះគឺដោយសារហូរម៉ូនវាបញ្ចេញច្រើនជាងធម្មតាអាចធ្វើឲ្យស្ត្រីហ្នឹងមានអាការៈចេញកូនផងដែរបាទដោយសារតើតើនឹងហូរម៉ូន ACG បាទអញ្ចឹងយើងមកជាបន្តទៅទៀតតទៅនឹងមូលហេតុអាក្រក់ចេញកូនទី6គឺអាចតទៅនឹងជំងឺកូនពោតបាទជំងឺកូនពោតនោះគឺជាជំងឺមួយដែលមានការកើតមានការប្រែក្លាយជាដុំគីសនៃកោសិការបស់សុខបាទហើយមានការបង្កើននៃការបញ្ចេញអរម៉ូន ACG ច្រើនជាងធម្មតាអាចធ្វើស្ត្រីមានអាការៈចេញកូនហើយនឹងតិចឈាមផងដែរបាទអញ្ចឹងតើអស់នោះគឺជាមូលហេតុដែលយើងឃើញតទៅនឹងកូនពោតហ្នឹង យើងមើលតទៅទៀតតទៅនឹងមូលហេតុអាក្រក់ចេញកូនទី7គឺអាចតទៅនឹងការមានកូនដំបូងអាយុលើសពី30ឆ្នាំយើងសង្កេតឃើញភាគច្រើនស្ត្រីដែលគាត់មានកូនដំបូងអាយុលើសពី30ឆ្នាំហ្នឹងគឺតែងតែមានអាក្រក់ចេញកូនខ្លាំងជាងអ្នកធម្មតាផងដែរបាទទាំងអស់នោះគឺជាមូលហេតុសំខាន់ដែលយើងឃើញមានតទៅនឹងអាក្រក់ចេញកូនបាទអញ្ចឹងទន្ទឹមនឹងមូលហេតុក៏យើងត្រូវដឹងអំពីវិធីបំបត្តិដែរតើវិធីបំបត្តិអាក្រក់ចេញកូនហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀត បាទអញ្ចឹងយើងមើលវិធីបំបត្តិអាការៈចាញ់កូនទី1គឺស្ត្រីត្រូវស្វែងយល់ពីមូលហេតុនិងកត្តាប្រឈមបាទអញ្ចឹងបើដឹងមូលហេតុហើយនិងកត្តាប្រឈមហើយយើងអាចធ្វើការជៀសវាងនិងអាចបង្ការបានបាទនឹងគឺជាវិធីបំបត្តិនៅអាការៈចាញ់កូនទី1យើងមើលជាបន្តទៅទៀតតកតងវិធីបំបត្តិអាការៈចាញ់កូនទី2គឺស្ត្រីមានផ្ទៃពោះត្រូវបម្រែបម្រួលរបបអាហារបាទបម្រែបម្រួលរបបអាហារគឺត្រូវជៀសវាងនៅអាហារដែលឆួលឬអាហារដែលហឹរ បាទអាហ្នឹងគឺដូចជាម្ទេសប្លោកឬក៏អាហារផ្សេងទៀត
បាទអញ្ចឹងអាចធ្វើឲ្យស្ត្រីហ្នឹងឆាប់មានអាការៈចាញ់កូនផងដែរបាទអញ្ចឹងយើងមកជាបន្តទៀតតទៅវិធីបំបត្តិអាការៈចាញ់កូនទី3គឺស្ត្រីត្រូវបំរែបំរួលទម្លាប់រស់នៅបាទអញ្ចឹងស្ត្រីមានទេពនោះគឺត្រូវតែបំបត្តិការតានតឹងចិត្តហើយគេងឲ្យបានគ្រប់គ្រាន់បាទអញ្ចឹងនៅពេលដែលគាត់គេងមិនបានគ្រប់គ្រាន់គឺអាការៈចាញ់កូននឹងកើតមានកាន់តែខ្លាំងផងដែរបាទអញ្ចឹងយើងមកជាបន្តទៀតតទៅនឹងវិធីបំបត្តិអាការៈចាញ់កូនទី4គឺស្ត្រីត្រូវញ៉ាំអាហារតិចតិចញឹកញាប់នៃអាហារធម្មតាដែលមានកាបូហ៊ីដ្រាតខ្ពស់មានហើយវាមានជាតិស្ករខ្ពស់ប៉ុន្តែជាតិស្ករខ្ពស់នោះគឺមិនមែនជាជាតិស្ករដែលជាទឹកស្ករទេបាទជាតិស្ករដូចជាអាហារដូចជាបាយឬក៏ផ្លែឈើដែលមិនសូវផ្អែមហ្នឹងបាទហើយនឹងជាតិខ្លាញ់ទាបបាទអាហ្នឹងគឺជាអ្វីដែលត្រូវធ្វើដើម្បីបំបត្តិនៅអាការៈចាញ់កូនហ្នឹងយើងមកជាបន្តទៀតតទៅវិធីបំបត្តិអាការៈចាញ់កូនទី5គឺស្ត្រីមានផ្ទៃពោះត្រូវញ៉ាំអាហារត្រជាក់ជាងអាហារក្តៅបើសិនបើក្លិនអាហារក្តៅធ្វើឲ្យអ្នកមិនស្រួលបាទអញ្ចឹងធ្វើឲ្យស្ត្រីមិនស្រួលគឺអាចញ៉ាំអាហារត្រជាក់ជាងអាហារក្តៅបាទអញ្ចឹងយើងមកជាបន្តទៅទៀតតទៅវិធីបំបត្តិអាការៈចាញ់កូនទី6គឺស្ត្រីមានផ្ទៃពោះត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់តិចច្រើនដងអញ្ចឹងការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ហ្នឹងគឺដោយសារស្ត្រីគាត់ក្អួតអញ្ចឹងវាអាចមានបញ្ហាបាត់បង់ជាតិទឹកច្រើនអញ្ចឹងការញ៉ាំទឹកតិចច្រើនដងគឺជារឿងល្អសម្រាប់ស្ត្រីបាទអាចកាត់បន្ថយឬក៏បំបត្តិអាការៈចាញ់កូនជាពិសេសគឺអាចសាកល្បងទឹកខ្ញីបើសិនជាគាត់មិនឈួលឬក៏មិនធំក្លិនមិនធ្វើទុកទៅទឹកខ្ញីហ្នឹងអាចព្យាយាមញ៉ាំទឹកខ្ញីតិចផងដែរបាទអញ្ចឹងយើងមកជាបន្តទៀតតទៅវិធីបំបត្តិអាការៈចាញ់កូនទី7គឺស្ត្រីមានផ្ទៃពោះគួរតែទៅទទួលបាននូវខ្យល់បរិសុទ្ធច្រើនបាទអញ្ចឹងការទទួលបាននូវខ្យល់បរិសុទ្ធច្រើនហ្នឹងគឺពិសេសនៅកន្លែងដែលជាសួនផ្កាមាត់ទន្លេឬក៏កន្លែងដែលមានដើមឈើច្រើនបាទវាអាចជួយឲ្យស្ត្រីហ្នឹងទទួលបានខ្យល់បរិសុទ្ធច្រើនវាអាចបំបត្តិឬក៏កាត់បន្ថយនៅអាការៈចាញ់កូនផងដែរបាទអញ្ចឹងយើងមកជាបន្តទៀតតទៅវិធីបំបត្តិអាការៈចាញ់កូនទី8គឺស្ត្រីត្រូវប្រឹក្សាជាមួយគ្រូពេទ្យក្នុងការប្រើប្រាស់ថ្នាំបំបត្តិចាញ់កូនតាមវេជ្ជបញ្ជាបាទអញ្ចឹងបើសិនជាមានអាការៈចាញ់ខ្លាំងគួរតែប្រឹក្សាជាមួយគ្រូពេទ្យធ្វើការព្យាបាលកុំឲ្យមានបញ្ហាទៅដល់ពណ៌នោះផងដែរបាទអញ្ចឹងបើសិនបើស្ត្រីមានផ្ទៃពោះមានបញ្ហាចាញ់កូនឬក៏មានបញ្ហាទាក់ទងស្ត្រីផ្ទៃពោះហ្នឹងយើងឃើញថាខាងប្រាសាទរីខ្ញុំផ្ដល់សេវាពិនិត្យតាមដានបញ្ហាស្ត្រីផ្ទៃពោះក្នុងតម្លៃសមរម្យផងដែរបាទធ្វើការប្រឹក្សាសុខភាពតាមលេខ Telegram បេក្ខសារគឺ092 59 3350 088 3132 225ហើយនឹង016 58 57 64ផងដែរបាទហើយបើចង់រកទីតាំងយើងខ្ញុំមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីក៏មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR Code Reader បាទដំឡើងកម្មវិធីនឹងមកបើកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬ Play Store បាទស្វែងរកកម្មវិធី Google Land បាទដោយអក្សរស្រាប់ដំឡើងកម្មវិធីនឹងមកបើកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏យ៉ាងទៅយកមើលតាមផែនទីផ្ទាល់បាទយកចុះតាមខ្លោងទ្វារវត្តសំសល់បត់តាមបងវត្តខាងស្ដាំដៃចុះតាមផ្លូវ16 BT ត្រង់ចុងផ្លូវគឺដល់តាមខ្ញុំហើយឬក៏យ៉ាងទៅអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Company តែម្ដងបើសិនមកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដល់ថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ MD Coxon Official បាទធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដល់ថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងជំងឺនិងបញ្ហារោគស្ត្រីបាទដូចជាអាការៈមានកូនអាការៈមានកូនខុសធម្មតាបាទការយល់ដឹងអំពីតេស្តផ្សេងៗក្នុងផ្នែករោគស្ត្រីក៏ដូចជាការតេស្តផ្សេងៗទៀតនៅក្នុងផ្នែកពេទ្យរបស់យើងក៏ដូចជាការយល់ដឹងអំពីថ្នាំនិងវ៉ាក់សាំងបាទអាចចូលក្នុង YouTube Channel វាយពាក្យ Dr. Sun បាទអក្សរ D ធំ O dot clear S អក្សរធំ U N N បាទដោយអក្សរស្រាប់ហ្នឹងចុច search បាទស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលទៅក្នុង channel ចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើកក្រោយនឹងឃើញក្នុងរ៉ា YouTube ជាបន្តបាទជ្រុំ subscribe ម្នាក់មួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ